សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូមួយដែលខ្ញុំយកវីដេអូពីបរទេសទេបង្ហាញពីការផ្លាស់ប្ដូរបូស៊ីរបស់ឡានម៉ាក Toyota Yaris ដូចជានៅខ្មែរហៅ Toyota Belta អញ្ចឹងប្រភេទ Toyota Yaris ឆ្នាំ2009ព្រោះមានបងប្អូនសួរច្រើនថាគេដូរបូស៊ីយ៉ាងម៉េចឥឡូវខ្ញុំយកវីដេអូពីអាមេរិកមកហើយបញ្ចូលសំឡេង ហើយផុសនៅក្នុង page ដើម្បីឲ្យបងប្អូនមើលថាដូរយ៉ាងម៉េចព្រោះនៅពេលដែលយើងអត់ចេះសោះគ្រាន់តែដោះគម្របឡានមិនហ៊ានដោះផងអញ្ចឹងឲ្យបងប្អូនមើលនេះការដោះដូរបូស៊ីមានបងប្អូនសួរដោះដូរបូស៊ីហើយនឹងដោះដូរម៉ូប៊ីនដោះដូរម៉ូប៊ីនស្រួលជាងបូស៊ីទៀតអត់ពិបាកប្រើកូនសោអីទេស្រួលអញ្ចឹងបងប្អូនមើលទៅអានេះគេកំពុងដោះម៉ូប៊ីនណាដោះម៉ូប៊ីនស្រួលមហាសែនស្រួលបំផុតទេហើយ ការដោះដូរ Bose នៅក្នុង Toyota Belta ឬក៏ Toyota Yaris នេះវាដូចតែពពួក Toyota Prius Toyota Camry អត់អីពិបាកទេស្រួលយកតែមែនតើអញ្ចឹងបងប្អូនដែលចង់ដូរខ្លួនឯងដោយមិនចង់ទៅជាងនាំឆ្ងាយច្នៃពេលទៅជាងពេលខ្លះអង្គុយរងចាំជាងគេត្រូវធ្វើឡានឲ្យអ្នកផ្សេងផងយើងអង្គុយរងចាំវារៀងធុញទ្រាន់ដែរអញ្ចឹងរឿងងាយដោះដូរខ្លួនឯងទៅអត់មានអីពិបាកទេស្រួលមែនតើ ចឹងចំណេញទៀតបើយកទៅជាងកន្លែងខ្លះគេយក$10កន្លែងខ្លះគេយក$5ចឹងបើយើងអត់ខាតពេលហើយយើងដូរនៅខ្លួនឯងនៅផ្ទះ$10អីហូបសាច់គោសាច់គោ1គីឡូបាត់ហើយ1គីឡូ30000 30000 40000ហើយបើហូបសាច់គោអាំងមួយចានធំហូបអត់អស់គ្នា2នាក់ចឹងចំណេញដែរអញ្ចឹងណាមួយឲ្យចេះផងពេលដែលខូចវ៉ាស៊ីយើងដូរខ្លួនឯង កុំឲ្យអត់ទុកចិត្តជាងព្រោះជាងជាទូទៅជាងគេចេះហើយប៉ុន្តែគាត់បដ ாய் ជាងភាកច្រើននៅស្រុកខ្មែរយើងគាត់បដ ாய் កូនជាងឲ្យដោះដូរអញ្ចឹងណាកូនជាងគាត់មិនទៅចេះផងដោះអីមិនស្រួលបួលធ្លាក់វ៉ូស៊ីទៅក៏ពិតអីចឹងវាចក្បាលវាចអីចឹងទៅវាធ្វើឲ្យវ៉ូស៊ីហ្នឹងប្រើមិនបានយូរដាក់ទៅឆេមស្រួលស៊ីសាំងទៀតជាងដូរខ្លួនឯងនេះស្រួលទេគេលាបកាវលាបអីហ្នឹងក៏វាមិនទៅចាំបាច់ទេអាហ្នឹងគេលាបកុំឲ្យខ្យល់ចូល អានេះអាចកាវប៊ូស៊ីលាបម៉ូប៊ីនក៏បានលាបប៊ូស៊ីក៏បានដើម្បីយើងដាក់ទៅវាអឹបល្អអត់ឲ្យខ្យល់ចូលណាការដោះដូរវាអត់មានអីពិបាកទេដោះតែម៉ូប៊ីនចេញហើយដាក់ដោះប៊ូស៊ីចេញដែរដូរប៊ូស៊ីថ្មីដាក់ប៊ូស៊ីថ្មីទៅដាក់ម៉ូប៊ីនចូលតាមក្រោយទៅងាយមែនតើហើយខ្ញុំខាលឿននេះគាត់ថាវាអត់មានអីពិបាកវាស្រួលមែនតើអាខាងលើហ្នឹងគឺម៉ូប៊ីនហើយប៊ូស៊ីនឹងក្រោមម៉ូប៊ីនហ្នឹងហ្មងបងប្អូនអ្នកធ្លាប់ដូរចេះដឹងហើយបាច់មើលទេអ្នកដែលអត់ដែលដូរបានគួរតែមើលហើយខ្ញុំកាត់អស់លើចប់អត់ទេគម្របគ្របប៊ូស៊ីគ្របម៉ាស៊ីនវិញបាត់ហើយអរគុណច្រើនប៉ុណ្ណឹងដូចជាមិនសូវមានអីសំខាន់ទេ